បាទសួស្តីបងប្អូនថ្ងៃនេះជួបគ្នាទៀតហើយពី Channel ផានីបង្រៀនជួសជុលថ្ងៃនេះខ្ញុំចង់មកបញ្យល់ពីរបៀបតាមដានភ្លើងឬតាមដានសីមារបស់ប្រព័ន្ធសីមាវិលពាក់ក្បាលអញ្ចឹងវិធីតាមដានភ្លើងគឺយើងតាមដានពីភ្លើងបូកទៅអញ្ចឹងឧទាហរណ៍ថាយើងត្រូវតាមដានគឺភ្លើង3.7គឺមកចន្លោះនេះអញ្ចឹងគឺភ្លើងរត់មកវាឆ្លងកាត់ volume 10 គីឡូបាទអញ្ចឹងឆ្លងកាត់ volume 10 គីឡូវាចូលមកចំណុចនេះអញ្ចឹងភ្លើងគឺត្រូវចូលចំណុចជើង B បាទចូលជើង B របស់ transistor D882 អញ្ចឹង transistor នេះតួនាទីរបស់វាដូចជាក្បាលរមណីយទឹកអញ្ចឹងកាលណាដែលយើងបន្ថយ volume នេះចុះក្រោមភ្លើងរត់ចូលជើង B តិចអញ្ចឹងបើសិនជាយើងបើកទៅលើភ្លើងរត់ចូលជើង B ច្រើនអញ្ចឹងវាតួនាទីកន្លែងនេះវាជាដូចជាវ៉ាល់ទឹកឬយើងនិយាយថារមណីយទឹកអញ្ចឹងកាលណាជើង B ភ្លើងចូលច្រើនវាបង្កើតបានទៅជាចរន្តហូរពីជើង C មកជើង A បាទអញ្ចឹងភ្លើងត្រូវឆ្លងកាត់ពីជើង C នេះធ្លាក់មកម៉ាស់បាទធ្លាក់មកម៉ាស់អញ្ចឹងកន្លែង L ដកហើយនឹង L បូកនេះវាជាអំពូលអញ្ចឹងធម្មតាភ្លើងគឺវារត់ពីអំពូលខាងដកនេះមកភ្ជាប់ជាមួយនឹងខាងបូកនេះអញ្ចឹងវាវិលជុំអញ្ចឹងយើងត្រូវដឹងថាចរន្តភ្លើងនិងចរន្តទឹកវាដូចគ្នាទេវាពេលដែលយើងធ្វើការគឺភ្លើងវារត់វិលជុំអញ្ចឹងបាទវិលជុំអញ្ចឹងបើសិនមានបញ្ហាណាមួយឧទាហរណ៍ថា volume អាចខូចអញ្ចឹងការចម្លងភ្លើងបានតិចអញ្ចឹងកន្លែង resistance កន្លែង330 អូមនេះហើយនឹង1 គីឡូ 8នេះគឺវាចែកភ្លើងវាមិនចំជើង B ដើម្បីឲ្យជើង B នេះវាមានលំនឹងយើងអាចនិយាយបានថាវាជា regulator បាទresistance ពីរគ្រាប់នេះវាត្រូវការមកជាហៀងភ្លើងបូកមកជាហៀងភ្លើងដកវាមកចែកភ្លើងកន្លែងនេះគឺចែកភ្លើងយកមកចិញ្ចឹមជើង B បាទអញ្ចឹងអានេះ volume 10 គីឡូនេះវាមកចែកភ្លើងត្រង់ចំណុចដែរកាលណាដែលយើងមូលទៅឡើងលំហូរវាខ្លាំងមូលចុះលំហូរវាធ្លាក់មកម៉ាស់អញ្ចឹងនឹងវិធីតាមដានអញ្ចឹងនេះជាសីមាក្បាល7កៅជួបដែលយើងឆ្លងកែបបាទអញ្ចឹងមានប៉ុណ្្នឹងឯងយើងមកពន្យល់បានវិធីតាមដាននិងការជួសជុលអញ្ចឹងកាលណាតែភាគច្រើនលើសអីគឺវាខូចភាគច្រើនគឺវាខូចនៅចុងស្ទ័រមួយគ្រាប់ហ្នឹងដែល882ដោយសារចរន្តភ្លើងខ្លាំងអញ្ចឹងឧទាហរណ៍ថាកន្លែងគេឲ្យដាក់3.7 ទៅចន្លោះទៅ4.2អញ្ចឹងយើងដាក់ដល់12 វ៉ុលអីចឹងទៅភ្លើងបុកមកជើង B ហ្នឹងអាចខូចចុងស្ទ័រអញ្ចឹងមានប៉ុណ្្នឹងឯងអរគុណបាទជម្រាបលាបងប្អូនឆ្ងល់អីអាចខមមិនសួរបានបាយបាយ